លោកពូទីនជាមួយនឹងលោកប្រធានាធិបតីដូណាល់ត្រាំបានជួបពិភាក្សាគ្នាតាមទូរស័ព្ទស្ដីអំពីសង្គ្រាមនៅអ៊ីរ៉ង់និងនៅអ៊ុយក្រែននេះបើយោងទៅតាមសារព័ត៌មាន Kiev Independent ដែលចេញផ្សាយនៅថ្ងៃទី9 ខែមីនា ប្រធានាធិបតីរុស្ស៊ីលោក Volodymyr Putin និងប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយគ្នាតាមទូរស័ព្ទកាលពីថ្ងៃទី9 ខែមីនាដែលក្នុងអំឡុងពេលកិច្ចជួបពិភាក្សាគ្នាលោកពូទីនបានបង្ហាញអំពីសំណើដែលមានគោលបំណងដោះស្រាយសង្គ្រាមនៅអ៊ីរ៉ង់នេះបើយោងទៅតាមអ្នកជំនួយការរបស់វិមានក្រំឡាំងគឺលោក Yuri Usakov លោក Usakov បាននិយាយថាលោកពូទីនបានបញ្ចេញនៅគំនិតជាច្រើនដែលមានគោលបំណងដើម្បីបញ្ចប់ជម្លោះគោលនយោបាយនិងការទូតអ៊ីរ៉ង់យ៉ាងឆាប់រហ័សរួមទាំងទំនាក់ទំនងជាមួយនឹងមេដឹកនាំនៃរដ្ឋឈូងសមុទ្រជាមួយនឹងប្រធានាធិបតីអ៊ីរ៉ង់និងមន្ត្រីអន្តរជាតិដទៃទៀតមេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីសង្គ្រាមរបស់រុស្ស៊ីនៅប្រទេសអ៊ុយក្រែនផងដែរលោកពូទីនបាននិយាយថាទីក្រុងគៀវគួរតែឈានទៅរកដំណោះស្រាយដែលបានចរចាកន្លងមកដោយអះអាងថាកងកម្លាំងរបស់រុស្ស៊ីគឺកំពុងតែរុលឈានទៅមុខដោយជោគជ័យផ្ទុយអំពីការអះអាងរបស់វិមានក្រំឡាំងដោយរុស្ស៊ីមិនបានរុលឈានទៅមុខគួរឲ្យកត់សម្គាល់នៅលើសមរភូមិនោះទេតែផ្ទុយទៅវិញរុស្ស៊ីបានរងការខាតបាត់បង់យ៉ាងធ្ងន់ធ្ងរទៀតផងមេបញ្ជាការរបស់អ៊ុយក្រែនគឺលោក Alexander ថ្មីនេះបាននិយាយថាកងកម្លាំងរបស់អ៊ុយក្រែនបានដណ្ដើមយកទឹកដីច្រើនជាងនៅក្នុងខែកុម្ភៈជាងកងកម្លាំងរុស្ស៊ីបានធ្វើនៅក្នុងអំឡុងពេលដូចគ្នាយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋរុស្ស៊ីលោកពូទីននិងលោកដូណាល់ត្រាំក៏បានពិភាក្សាអំពីប្រទេសវេណេស៊ុយអេឡាផងដែរជាពិសេសទាក់ទងទៅនឹងទីផ្សារប្រេងសកលខណៈដែលតម្លៃថាមពលសកលបានកើនឡើងយ៉ាងខ្លាំងបន្ទាប់អំពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់លោកយូសាកូបាននិយាយទៀតថាការហៅទូរស័ព្ទដែលផ្ដួចផ្ដើមដោយប្រធានាធិបតីដូណាល់ត្រាំគឺមានរយៈពេល1ម៉ោងលោកបានពិពណ៌នាអំពីការសន្ទនានេះថាមានសារៈសំខាន់ខ្លាំងណាស់ហើយក៏បាននិយាយទៀតថាវាអាចកាន់តែមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងប្រទេសទាំងពីរហើយមេដឹកនាំទាំងពីរក៏បានបង្ហាញអំពីឆន្ទៈនៅក្នុងការរក្សាទំនាក់ទំនងជាប្រចាំផងដែរវានៅតែមិនទាន់ច្បាស់លាស់ទេថាតើការពិភាក្សានេះបានលើកឡើងអំពីការគាំទ្ររបស់រុស្ស៊ីចំពោះអ៊ីរ៉ង់រួមទាំងរបាយការណ៍ដែលថាទីក្រុងមូស្គូបានផ្ដល់ជំនួយស៊ើបការណ៍សម្ងាត់ដល់យោធាអ៊ីរ៉ង់ឬក៏ថាបច្ចេកវិទ្យារបស់រុស្ស៊ីត្រូវបានប្រើប្រាស់នៅក្នុងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ចឹងបើយោងទៅតាមសារព័ត៌មាននេះគឺមានន័យថាលោកប្រធានាធិបតីដូណាល់ត្រាំបានតាក់ទងទៅនឹងលោកពូទីនដើម្បីរកវិធីដោះស្រាយសង្គ្រាមនៅអ៊ីរ៉ង់ហើយបើយោងទៅតាមសារព័ត៌មាន Reuters អ្វីដែលសង្កត់ធ្ងន់ខ្លាំងនៅក្នុងការពិភាក្សារបស់ប្រធានាធិបតីដូណាល់ត្រាំជាមួយនឹងលោកពូទីនគឺវាតាក់ទងទៅនឹងប្រេងសាំងឬក៏ប្រេងម៉ាស៊ូតនោះតែម្ដងកាលពីមុនលោកដូណាល់ត្រាំហាមឃាត់មិនឲ្យប្រទេសនៅទូទាំងពិភពលោកទទួលទិញប្រេងរបស់រុស្ស៊ីនោះទេដោយសារតែសហរដ្ឋអាមេរិកសហភាពអឺរ៉ុបគឺដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីដែលឈ្លានពានទៅលើអ៊ុយក្រែនប៉ុន្តែឥឡូវនេះដោយសារតែសង្គ្រាមរបស់សហរដ្ឋអាមេរិកជាមួយនឹងអ៊ីរ៉ង់ហើយធ្វើឲ្យតម្លៃប្រេងឡើងថ្លៃនៅទូទាំងពិភពលោកដូច្នេះលោកដូណាល់ត្រាំអនុញ្ញាតឲ្យរុស្ស៊ីអាចលក់ប្រេងរបស់ខ្លួនប្រសិនបើប្រទេសណាចង់ទិញពីប្រទេសរុស្ស៊ីនៅក្នុងគម្រោងផែនការនេះគឺលោកដូណាល់ត្រាំដើម្បីធ្វើឲ្យតម្លៃប្រេងនោះគឺចុះថោកមកវិញបាទនេះគឺជាចំណុចមួយហើយចំណុចមួយទៀតនោះលោកដូណាល់ត្រាំក៏បានព្រមានឬក៏គម្រាមទៅលើប្រទេសអ៊ីរ៉ង់ផងដែរ
ប្រសិនបើអ៊ីរ៉ង់ហ៊ានកំទេចឬក៏វាយប្រហារទៅលើទំនិញឬក៏នាវាដឹកប្រេងនាំចេញតាមច្រក Hormuz សហរដ្ឋអាមេរិកនឹងធ្វើការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់មិនថាឲ្យធ្ងន់ធ្ងរជាងមុនរហូតទៅ4-10 ដងឬក៏20 ដងទៀតផងហើយនៅក្នុងសារព័ត៌មាននេះផងដែរបើសិនជាបងប្អូនមានយោបល់ចង់បញ្ចេញនៅការយកឃើញរបស់បងប្អូននោះក៏បាទកុំភ្លេចសរសេរ comment នៅខាងក្រោមហើយជាចុងក្រោយក៏កុំភ្លេចជួយចុច like និងចុច subscribe ផង